ក្បាលលាក្បាលហ្នឹងនៅទន់ហើយអាចឃើញមានកន្លែងខ្លះវាហើបកន្លែងតំណគ្នានៅសន្ទះខួរក្បាលទាំងអស់ហ្នឹងនៅឃ្លាតគ្នាខ្លាំងអីចឹងទៅវាចុចទៅរៀងទន់ហើយសំដៅទៅលើទឹកដក់នៅក្នុងខួរក្បាលសហការផលិតដោយ MyCat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទមន្ទីរសម្រាប់ព្យាបាលសុខភាពយើងមនុស្សធម៌និងប្រកបដោយគុណភាពទំនាក់ទំនងមកកាន់លេខទូរស័ព្ទ012 541 398ខ្ញុំបាទឈ្មោះស៊ុយច្រាំងជាគ្រូពេទ្យឯកទេសខាងកុមារដែលធ្លាប់មានបទពិសោធន៍នៅមន្ទីរពេទ្យគុណធម៌បភាយូរឆ្នាំមកហើយជិត20ឆ្នាំដែរហើយបើនិយាយថាក្បាលគាត់ទន់ទាំងយូរប្រហែលបើសិននៅទូចឲ្យក្បាលទន់នៅទន់ដែរលាក្បាលបើសិនប្រហើយទន់ទេតែបំណងគាត់ប្រហែលជាអាចសួរថាក្បាលលាក្បាលនឹងនៅទន់ហើយអាចឃើញមានកន្លែងខ្លះវាហើបកន្លែងតំណគ្នានៅសន្ទះខួរក្បាលទាំងអស់ហ្នឹងនៅឃ្លាតគ្នាខ្លាំងអីចឹងទៅវាចុចទៅរៀងទន់ហើយសំដៅទៅលើទឹកដក់នៅក្នុងខួរក្បាលបើសិនជាទន់របៀបហ្នឹងហើយឃើញមានសញ្ញាដូចជាពីសន្ទះខួរក្បាលមួយក្របខួរក្បាលហើយចន្លោះហ្នឹងឃើញមានហើបហើយយើងសកត់ទៅទន់ប្រហើយរៀងប៉ោងក្បាលរីកធំភ្នែករៀងស្លើមើលទៅលើគឺជាសញ្ញានៃទឹកដក់ក្នុងខួរក្បាលហើយបើសិនជាស្កត់ទៅទន់អីចឹងសង្ស័យអាចយកមកពិភាក្សាបានយកមកពិនិត្យខ្ញុំពិនិត្យជូនដើម្បីយើងពិនិត្យហើយយើងអាចធ្វើអេកូទៅយើងអាចដឹងថាពិតប្រាកដថាអញ្ចឹងមែនអត់អីអត់អីអាហ្នឹងនិយាយទន់ម៉ាត់ហ្នឹងវាមិនទាន់គ្រប់គ្រាន់ទេត្រូវដឹងថាអីផ្សេងទៀតព្រោះក្បាលក្មេងនៅតូចក៏ទន់ដែរលាក្បាលនៅទន់វានៅពីវត្តទេសហការផលិតដោយ MyCat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទមន្ទីរសម្រាប់ព្យាបាលសុខភាពយើងមនុស្សធម៌និងប្រកបដោយគុណភាពទំនាក់ទំនងមកកាន់លេខទូរស័ព្ទ012 541 398